caពីវីដេអូមុនខ្ញុំបានបង្ហាញឲ្យឃើញការខូច capacitor ហ្នឹងមាន4ណាទី1ជាប់ទី2ដាច់ទី3ខ្វះទី4លើជាប់ហ្នឹងជាប់មិនជាប់ហ្នឹងជាប់លក្ខណៈថាពេលយើងវាស់ទៅវាលឺទីតចាអាលឺទីតអញ្ចឹងគឺបានន័យថាកង់ដល់ហ្នឹងគឺវាជាប់ហើយក្នុងហ្នឹងវាលក្ខណៈខ្សែវាជាប់គ្នាហើយអញ្ចឹងបើសិនជាខូចលក្ខណៈហ្នឹងវានឹងបណ្ដាលឲ្យដាច់ full shift ដាច់ full shift កន្លែងសេះនេះដាច់ full shift នេះឲ្យតែជាប់កង់ដងហ្នឹងវាស់ទៅលន់ណាទីតអញ្ចឹងគឺដាច់ full shift ហើយណាពេលដាច់ full shift ក៏អាចមូលហេតុមកពីកង់ដងហ្នឹងវាខូចលក្ខណៈជាប់អញ្ចឹងដែរហើយមួយទៀតដាច់ករណីថាកង់ដងខូចលក្ខណៈដាច់ហ្នឹងលក្ខណៈថាពេលដែលយើងវាស់ក្នុងក្លីបកង់ដងនេះវាស់យកកង់ដងហ្នឹងមកវាស់ទៅវាអត់លោតឲ្យអីទាំងអស់វាឃើញ0 0ចេះណាខូចប្រភេទហ្នឹងគេហៅថាដាច់វាដាច់លក្ខណៈដូចក្បាលនេះវាដាច់ដាច់បកគោលដាច់អីអញ្ចឹងណាដាច់ប្រព័ន្ធវាខាងក្នុងអញ្ចឹងដាច់អញ្ចឹងគឺបណ្ដាលឲ្យបតយើងគឺបើកអត់ចេញទេណាបើកម៉ាស៊ីនអត់ចេញទេហ្នឹងទី2ទី3ខ្វះហ្នឹងខ្វះមិនខ្វះហ្នឹងខ្វះនេះបានន័យថាពេលវាស់ទៅវាតូចជាងរ៉ែងដែលយើងរកឃើញនេះដែលយើងកំណត់ឲ្យវាអក្សរ M ហ្នឹងប្រហែល 20% យើងរកឃើញរ៉ែងនេះអញ្ចឹងពេលវាស់ទៅតម្លៃវាតូចជាងរ៉ែងហ្នឹងពេលដែលតម្លៃតូចជាងរ៉ែងហ្នឹងគឺខូចលក្ខណៈខ្វះហ្នឹងគឺបណ្ដាលឲ្យបតយើងជួនកាលទៅបើកអត់ចេញទេជួនកាលទៅគឺនេះបើកអត់ចេញទៅលើនេះជួនកាលទៅបើកចេញប៉ុន្តែវាអាសារលត់ម៉ាស៊ីនណាឬក៏ restart អាសា restart ណាបាទអាសា restart អាហ្នឹងគឺអាចមកពីកង់ដងកន្លែងខាងក្រោយព្រិចហ្នឹងវាខ្វះណាវាខ្វះចំនួន farad វាហ្នឹងហើយមួយទៀតគឺលក្ខណៈលើហ្នឹងលើហ្មងបានន័យថាលើចំនួននេះលើចំនួនដែលយើងដាក់រ៉ែងនេះណាលើពីអាហ្នឹងអញ្ចឹងលើពីអាហ្នឹងទៅគឺវាអាចធ្វើឲ្យការបើកម៉ាស៊ីនរបស់យើងហ្នឹងយឺតណាដើរយឺតហើយពេលដែលវាលើសអញ្ចឹងពេលវាលើសកាន់តែធំអំពែវាភ្លើងនៅប្លុកហ្នឹងអំពែវាកាន់តែធំដែរតែកាលណាអំពែធំអាហ្នឹងក៏ជាមូលហេតុធ្វើឲ្យដាច់ full shift កន្លែង safety ហ្នឹងដែរយល់ទេហ្នឹងហើយដើរយឺតឬក៏ឡើងអំពែធ្វើឲ្យដាច់ full shift ហេតុអីបានវាដើរយឺតដោយសារអីកង់ដល់ហ្នឹងវាត្រូវការ stock ភ្លើងវាស្តុកទូរពេញបានវាប្រឡែងតែឲ្យដំណាក់កាលបន្ទាប់ហ្នឹងប្រើប្រាស់ភ្លើងហ្នឹងលក្ខណៈអញ្ចឹងណាអញ្ចឹងដល់ទៅពេលវាលើសវាគិតតែឆាចរហូតឆាចទូរពេញបានវាប្រឡែងភ្លើងហ្នឹងទៅហ្នឹងករណីវាមាន4ហ្នឹងគឺជាប់ដាច់ខ្វះលើសខោកង់ដងអរគុណជួបគ្នានៅវីដេអូក្រោយ